កណាសូមលើកយកសង្ឃគុណទី4មកបញ្យល់សាមញ្ញចេបដិបណ្ណោភគវតោសាវកសង្ឃោមកបញ្យល់តើសង្ឃគុណទី4នេះមានន័យសេចក្តីដូចម្ដេចយ៉ាងកណាស្រង់ចេញពីសភវិសោធមៈនិងសន្តានក្រមបាលីមកបញ្យល់ពាក្យថាសាមញ្ញចេប្រែថាត្រឹមត្រូវប្រែថាប្រពៃប្រែថាដ៏សមគួរប្រែថាមិនឆ្គងពាក្យថាសាមញ្ញកម្មប្រែថាការគោរពប្រែថាសេចក្តីកោតក្រែងប្រែថាកិច្ចការត្រឹមត្រូវពាក្យថាបដិបណ្ណោប្រែថាប្រតិបត្តិហើយពាក្យថាសាមញ្ញចេបដិបណ្ណោប្រែថាអ្នកប្រតិបត្តិត្រឹមត្រូវហើយឬក៏ប្រែថាអ្នកប្រតិបត្តិដ៏សមគួរហើយពាក្យថាភគវតោប្រែថានៃព្រះដ៏មានព្រះភិក្ខពាក្យថាសាវកសង្ឃោប្រែថាប្រជុំនៃសាវកដូច្នេះព្រះជារួមសាមញ្ញចេបដិបណ្ណោភគវតោសាវកសង្ឃោប្រែថាព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភិក្ខលោកប្រតិបត្តិដ៏សមគួរដល់សាមញ្ញកម្មគឺប្រតិបត្តិគួរដល់សិលសមាធិបញ្ញាពាក្យថាសាមញ្ញចេបដិបណ្ណោពោលតាមន័យទី1ប្រែថាលោកប្រតិបត្តិដ៏សមគួរដល់សមាជិកកម្មគឺប្រតិបត្តិគួរដល់សិលសមាធិបញ្ញាតាមន័យទី2ប្រែថាលោកប្រតិបត្តិតាមសម្មាបដិបទាជាផ្លូវគួរដល់ព្រះនិព្វានបានពុតកាយវាចាចិត្តដោយត្រៃសិក្ខាគឺសិលសមាធិបញ្ញាសំគួរឲ្យគេថ្វាយបង្គំនមស្ការការពោលសម្ដែងតាមន័យទី1តាមន័យទី2នេះហើយហៅថាសមាជិកបដិបណ្ណោកណាយសូមបន្ថែមសេចក្តីនៃពាក្យថាសមាជិកបដិបណ្ណោដែលប្រែថាលោកប្រតិបត្តិដ៏សមគួរដល់សមាជិកកម្មគឺប្រតិបត្តិគួរដល់សិលសមាធិបញ្ញាសំណួរសួរថាតើគួរប្រតិបត្តិដល់សមាធិសិលសមាធិបញ្ញាហ្នឹងប្រតិបត្តិដូចម្ដេចចម្លើយ1ប្រតិបត្តិគួរដល់សិលគឺលោកអ្នកត្រូវប្រតិបត្តិតាមសិក្ខាបទសិលទាំងឡាយដើម្បីឲ្យសិលរបស់លោកអ្នកបរិសុទ្ធកម្ចាត់កិលេសក្រោតក្រៀតតាមផ្លូវកាយតាមផ្លូវវាចាបាននេះហៅថាប្រតិបត្តិគួរដល់សិល2ប្រតិបត្តិគួរដល់សមាធិគឺលោកអ្នកត្រូវចម្រើនសមាធិភាវនាដើម្បីឲ្យចិត្តបរិសុទ្ធគ្រប់សង្កត់និវរណធម៌បានសម្រេចបានឈានតាមលំដាប់ថ្នាក់ហៅថាប្រតិបត្តិគួរដល់សមាធិជាឧទាហរណ៍លោកអ្នកចម្រើនសមាធិដោយកាន់យកថ្មីមកចម្រើនភាវនាឈរមុខកញ្ចក់ឬក៏ហាមិតមុខកញ្ចក់សម្លឹងមើលថ្មីរួចហើយព្យាយាមកូពីថតចម្លងថ្មីនោះមកដាក់ក្នុងចិត្តដោយថ្មិចបើកចិត្តរលឹកដល់ថ្មីនោះរួចហើយអង្គុយពេនភ្នែនឬក៏ដេកសតិរលឹកដល់ថ្មីដែលបានសម្លឹងតែបានកូពីនោះដដែលរយៈពេល30នាទីឬក៏ច្រើនជាងនេះចម្រើនដោយការរលឹកយូរទៅចិត្តនឹងកាន់យកថ្មីបានមកជាប់ក្នុងចិត្តប្រកាសច្បាស់ដូចឃើញនឹងភ្នែកនេះហៅថា
ប្រតិបត្តិគួរដល់សមាធិ3ប្រតិបត្តិគួរដល់បញ្ញាតើគឺលោកអ្នកត្រូវចម្រើនវិបស្សនាដោយកំណត់ដឹងនាមរូបរួចលើកឡើងកាន់ត្រៃលក្ខណ៍លោកអ្នកត្រូវកំណត់ដឹងរូបជាមុនសិនចំណែកនាមកំណត់ដឹងតាមក្រោយជាឧទាហរណ៍សតិរលឹកដល់ថ្មីរួចពិចារណា1ពិចារណាថាថ្មីជារូបជាធាតុមិនដឹងមែនឬមិនមែនរូបជាធាតុមិនដឹងពិតប្រាកដមែន2ពិចារណាថាតើមានអញនៅក្នុងរូបថ្មីនេះឬទេមិនមានអញនៅក្នុងរូបថ្មីនេះទេ3ពិចារណាថាតើមានអញនៅក្រៅរូបថ្មីនេះឬចុះនៅឯណាទេមិនមានអញនៅក្រៅរូបថ្មីនេះទេគ្មានអញនៅទីណាទេ4ពិចារណាតើរូបថ្មីនេះជាអញឬទេមិនមែនអញទេ5ពិចារណាថាតើរូបថ្មីនេះជារបស់អញឬតើអញនៅឯណាទេមិនមែនជារបស់អញទេហើយក៏គ្មានអញនៅទីណាដែរ6ពិចារណាថាតើអញជាអ្នកបង្កើតរូបថ្មីបែបនេះឬទេមិនមែនទេគ្មានអញជាអ្នកបង្កើតទេពិចារណាតើអញជាអ្នកបង្កើតពុម្ពថ្មីបែបនេះឬទេមិនមែនទេគ្មានអញជាអ្នកបង្កើតពុម្ពនេះទេពិចារណាថាតើអញជាអ្នករៀបចំឆ្អឹងទ្រថ្មីបូកលាបដោយអញ្ចាញសាច់សរសៃឈាមឬទេមិនមែនទេគ្មានអញជាអ្នករៀបចំទេការពិចារណាដោយសួរឆ្លើយពីចំណុចទី1ដល់ចំណុចទី6ហៅថាការចម្រើនអនត្តលក្ខណៈឬហៅម្យ៉ាងទៀតថាការចម្រើនអនត្តានុបស្សនាធ្វើយ៉ាងនេះជារៀងរាល់ថ្ងៃយូរទៅវិបស្សនាញាណក៏កើតឡើងក្នុងលំដាប់ទី1ហៅថានាមបរូបតិច្ឆេទញាណរហូតដល់លំដាប់ទី11ហៅថាសង្ខារុបេក្ខញាណវិបស្សនាញាណនេះហើយហៅថាបញ្ញាលោកយៈយ៉ាងកណាសូមបញ្ចប់ប៉ុណ្ណឹង